여기요. 모여 있네. 그 하나님이 나의 공동체인 것을យើងលោកគ្រូក៏ជឿថាព្រះអង្គម្ចាស់ទ្រង់គឺលោកគ្រូក៏ជឿថាព្រះទ្រង់គឺជាព្រះដែលដឹងអំពីគាត់ 하나님은 여러분의 공동체예요. ព្រះអង្គម្ចាស់ទ្រង់ក៏ជាព្រះដែលដឹងហើយដឹង 내가 세우리라. ព្រះអង្គនឹងចាក់បំពេញមកកាន់យើង 할렐루야. អាមែនបានទៅយើងទៅណា 어떤 문제든지 다 해결할 수 있는 진짜 신이 있어요. 아멘님을 하나님 너무 사랑하시기 때문에 구원하셔서 하나님의 자녀가 되도록 하시기 위해서 오늘 만나게 해주신 거예요. 예수 그리스도의 이름으로 축복합니다. 아멘. 아멘. 할렐루야. 그러니까 여기에서 부활하고 휴거에서 올라가는 것이 아니에요. chắc là lại ní mình mến bao tờ lư ca đại ruộng làm thôi hái lư bán tờ được còn hàng của thế ở họ tại việc còn kia như thế ta ăn uống của tôi chỉ đang biết đang không bắt được đang đây vì Giêsu nó cho cô biết cái chuyện ta được biết mua cảnh đơn ta ca sắm làm sao chỉ hai đây đi quên đi ra bạn không ăn thì cái này quên không ai đơn biết ca chụp biết vâng là tình trạng niêm vì Giêsu Christជំរាបសួរខ្ញុំបានអានព្រះបន្ទូល10ចប់នៅក្នុងពុរណៈហើយបានសិក្សាពីព្រះគម្ពីរពុរណៈទាំងមូលពេលប្រហែលថ្ងៃនេះហើយនៅក្នុងការដែលសិក្សាអត់បានការដែលយើងអានដោយខ្លួនឯងយើងអត់បានយល់អំពីអត្ថន័យពេញលេញឬក៏ពិបាកក្នុងការដែលយល់អំពីអត្ថន័យផងដែរប៉ុន្តែនៅពេលដែលយើងបានសិក្សាអំពីរចនាសម្ព័ន្ធនៅក្នុងព្រះគម្ពីរវរណៈរួចហើយបានបន្ទាប់មកយើងនឹងសិក្សានៅក្នុងព្រះគម្ពីរវរណៈជារឿងដែលងាយស្រួលពីការដែលយើងអានដោយខ្លួនឯងការដែលយើងស្វែងយល់ដោយខ្លួនឯងពិបាកក្នុងការដែលយល់ប៉ុន្តែនៅពេលយើងយល់រៀនអំពីរចនាសម្ព័ន្ធនៅក្នុងព្រះគម្ពីរវរណៈនេះហើយបន្តទៀតយើងមកសិក្សាផ្ទាល់នៅក្នុងតាមរយៈសិក្ខាសាលានេះយើងអាចយល់អំពីព្រះគម្ពីរវរណៈកាន់តែល្អពីមួយចំណុចទៅមួយចំណុចផងដែរនៅក្នុងព្រះគម្ពីរម៉ាថាយចំពុកទី4ចំពុកទី24តកតងជាមួយនឹងព្រះគម្ពីរវរណៈចំពុក6ដោយសារតែព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលដោយផ្ទាល់អំពីព្រឹត្តិការណ៍នៅថ្ងៃអនាគតព្រឹត្តិការណ៍ថ្ងៃខាងមុខដែលនឹងត្រូវកើតមានឡើងតាមរយៈព្រះអង្គដែលទ្រង់មានបន្ទូលដោយផ្ទាល់អំពីសាច់រឿងមួយនេះហើយនៅក្នុងព្រះគម្ពីរវរណៈបានបើកសម្ដែងតាមរយៈលោកយូហានអញ្ចឹងទំនាក់ទំនងទាំងពីរនេះគឺជាទំនាក់ទំនងនៃព្រះវិញ្ញាណដែលព្រះអង្គទ្រង់ធ្វើការដោយព្រះយេស៊ូវគ្រីស្ទនិងតាមរយៈលោកយូហានផងដែរហើយធ្វើឲ្យយើងអាចនឹងមានភាពងាយស្រួលនៅពេលដែលយើងសិក្សាអំពីព្រះគម្ពីរវរណៈហើយត្រឡប់ផ្ទៀងផ្ទាត់ជាមួយនឹងព្រះគម្ពីរម៉ាថាយចំពុក24នេះអំពីការនៅក្នុងព្រះគម្ពីរវរណៈចំពុក6ការបកត្រារវាងការបើសិនជាយើងសិក្សាពីព្រះគម្ពីរវរណៈផ្ទាល់ដោយយើងអត់បានយល់អំពីរបៀបនៃការបកត្រាអញ្ចឹងប្រហែលជាយើងពិបាកក្នុងការយល់ព្រះគម្ពីរវរណៈទាំងមូល
ប៉ុន្តែនៅពេលដែលយើងយល់អំពីពីវិវត្តចំពោះ6តាមរយៈការបកត្រាតាំងទី1ដល់ទី4គឺនិយាយអំពីលំដាប់ដោយការបកត្រាហើយយើងយល់អំពីចំពោះបកត្រាទី5និងទី6ដល់ទី7ហើយយើងយល់អំពីព្រះគម្ពីរវិវរណៈតាមបណ្ដាការនៅក្នុងទាំងជាពិសេសបើសិនជាយើងយល់អំពីត្រាទី1ដល់ត្រាទី4ហើយយើងនឹងមានភាពងាយស្រួលយល់បន្តទៅមុខទៀតផងដែរដូច្នេះការបកត្រាមួយនេះគឺពិតជាល្អហើយពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់យើងដែលសិក្សាព្រះគម្ពីរវិវរណៈទាំងមូលអរគុណច្រើនសួរសិស្សម្នាក់ដែលបានរៀននៅក្នុងថ្នាក់ព្រះបន្ទូលព្រះអង្គតាក់ទងជាមួយនឹងព្រះគម្ពីរវិវរណៈមុនពេលដែលរៀនខ្ញុំបានត្រៀមខ្លួនក្នុងការចូលរៀនអានព្រះគម្ពីរវិវរណៈចំនួន10ចប់ហើយក្នុងកំឡុងពេលដែលអានខ្ញុំពិបាកមែនទែនដោយសារតែមានពាក្យប្រៀបធៀបជាច្រើនហើយខ្ញុំអត់យល់វាប្រៀបដូចជារឿងនិទានក៏ប៉ុន្តែក្រោយពេលដែលខ្ញុំបានចូលរៀននៅក្នុងថ្នាក់ព្រះគម្ពីរជាមួយនឹងអ្នកគ្រូហើយចម្ងល់ជាច្រើនត្រូវបានដោះស្រាយហើយបានបង្កើនឲ្យខ្ញុំកាន់តែចង់អានព្រះគម្ពីរតទៅទៀតហើយចំពោះព្រះបន្ទូលព្រះអង្គនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក24ហើយបើប្រៀបធៀបមកជាមួយនឹងព្រះគម្ពីរវិវរណៈចំពុក6ធ្វើខ្ញុំភ្ញាក់ផ្អើលមែនទែនក្រោយពេលដែលដឹងថាតាំងកពិតទៅព្រះបន្ទូលព្រះអង្គនៅចំពុក24នៅក្នុងព្រះគម្ពីរម៉ាថាយបាននិយាយយ៉ាងពុះស្អាតជាមួយនឹងការបកត្រាការផ្លុំត្រែនៅក្នុងព្រះគម្ពីរវិវរណៈចំពុក6ហើយចំពោះទំនាក់ទំនងរវាងព្រះគម្ពីរម៉ាថាយ24ហើយនឹងវិវរណៈចំពុក6ក្រោយពេលដែលខ្ញុំចូលរៀនជាមួយនឹងអ្នកគ្រូរួចហើយធ្វើឲ្យខ្ញុំបានដឹងថាការដែលបកស្រាយព្រះបន្ទូលព្រះអង្គការដែលនិយាយពីបទទំនាយគឺព្រះយេស៊ូវគ្រីស្ទទ្រង់បានរៀបចំសម្រាប់យើងឲ្យយើងបានងាយស្រួលយល់ដោយគ្រាន់តែយើងព្យាយាមក្នុងការដែលអានព្រះបន្ទូលព្រះអង្គទាំងអស់ទី1អីដែលជំរុញចិត្តខ្ញុំខ្លួនឯងគឺខ្ញុំនឹងអានព្រះបន្ទូលព្រះអង្គដើម្បីយកទៅបកស្រាយព្រះបន្ទូលព្រះអង្គមិនមែនគ្រាន់តែតាមការយល់ឃើញរបស់ខ្ញុំហើយយកទៅបរៀនក្មេងៗទេហើយគាត់ចេះតែចង់អានព្រះបន្ទូលតទៅទៀតព្រោះគាត់យល់អំពីអត្ថបទព្រះបន្ទូលព្រះអង្គអរគុណច្រើនមុនពេលដែលខ្ញុំបានអាន10ចប់ហើយនៅពេលដែលអានដំបូងអត់យល់ប្រកាសអត់យល់ថាតើកាពីនិយាយពីអានទៅមានការស្បៃស្ពិលហើយពិបាកក្នុងការដែលយល់ខ្លះទេក៏ប៉ុន្តែនៅពេលដែលគ្នាឆ្ងាយនៅពេលដែលរៀនហើយយល់ច្រើនរៀនហើយអត្ថន័យក្នុងកាពីយើងអាចយល់បានច្រើនជាងមុនហើយពិសេសគឺការប្រៀបធៀបក៏កូដសម្ងាត់ផ្សេងៗដែលយើងបានរៀនជាមួយនឹងគ្រូអញ្ចឹងការដែលភាពខុសឆ្ងាយនេះគឺឆ្ងាយខ្លាំងទេដោយសារនៅពេលដែលរៀនទៅស្គាល់ច្បាស់បន្ថែមទៀតនៅក្នុងកាពីហ្នឹងហើយតកតងទៅនឹងមេរៀនទៅការដែលយល់គាត់យល់ច្បាស់លាស់ជាអ្វីដែលការរៀនយល់ខ្លួនឯងហើយនៅពេលដែលអ្នកគ្រូបញ្យល់អំពីការទាំង7ហើយមានអារម្មណ៍ថាខ្លួនឯងស្រឡះជាងមុនណាស្គាល់ច្បាស់ពីព្រះបន្ទូលហ្នឹងហើយព្រះបន្ទូលហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ថានៅកាពីចុងក្រោយឬព្រះគម្ពីរវិវរណៈហ្នឹងវាអត់ពិបាកយល់ពីអ្វីដែលយើងទៅ하나님의 자녀 삼아주셔서 감사드립니다. 우리 아버지가 되어주심을 감사합니다. 자들이 축복한다고 말하죠. Mà kết con tại miền cá đồ lá tớ miền cá lớn được làm đời. 4,000 이 천열매는 부활한 자들입니다. Cá đồ làm với miền tại quân này tại sao đấy từ anh đồ làm với miền đó. 네. đọc chót nhưngមានការលំបាកពីព្រោះការអានគឺគ្រាន់តែអានហើយយើងអត់បានយល់តែនៅពេលដែលរៀនខ្ញុំបានយល់គ្រប់ទាំងត្រាទាំង7មានអត្ថន័យយ៉ាងម៉េចទៅជាអត្ថបទនៃព្រះគម្ពីររបស់ព្រះហើយទៀតសោតការរៀនអំពីត្រាការវាធ្វើឲ្យខ្ញុំយល់គ្រប់ទាំងអត្ថបទដែលជាព្រះបន្ទូលព្រះអង្គដែលជាត្រាមុនរៀននិងក្រោយរៀនកាលដែលមិនតរៀនខ្ញុំអត់ដឹងទេថា
ព្រះបន្ទូលមានអត្ថន័យជ្រៅមានពេចដែលជាពាក្យពេចរបស់ព្រះនៅពេលដែលរៀនទើបដឹងថាពាក្យព្រះបន្ទូលទាំងអស់គឺជាពាក្យតែនៅពេលដែលបានរៀនជាមួយនឹងអ្នកគ្រូលោកគ្រូដែលបានបញ្យល់គ្រប់ទាំងព្រះបន្ទូលនោះខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបហើយខ្ញុំបានទទួលអ្វីដែលជាការដែលជាអត្ថបទនៅក្នុងព្រះគម្ពីរទាំងមូលនៅក្នុងកាន់គម្ពីរវិវរណៈផងដែរអរគុណគ្រូព្រះគម្ពីរវិវរណៈហ្នឹងខ្ញុំបានអានចំនួន10 ដងហើយសម្រាប់ការដែលយើងអានហ្នឹងពិតជាមានការលំបាកខ្លាំងមែនទែនបាទនៅក្នុងការយល់ទី2មុនពេលដែលខ្ញុំបានចូលរៀននៅពេលដែលខ្ញុំអានហើយទោះជាយ៉ាងណាក៏ខ្ញុំអត់យល់ដែរប៉ុន្តែនៅពេលដែលបន្ទាប់ពីខ្ញុំរៀនចប់មកគឺរៀនចប់អស់ហើយធ្វើឲ្យខ្ញុំអាចយល់អំពីមេរៀនដែលខ្ញុំបានរៀនហើយសម្រាប់ទី3នោះដែរការដែលបញ្យល់តកតងអំពីត្រាទាំង7យ៉ាងហ្នឹងគឺអ្នកគ្រូគាត់បានបង្រៀនមានភាពច្បាស់លាស់ខ្លាំងមែនទែនហើយធ្វើឲ្យខ្ញុំងាយនឹងយល់ហើយនៅពេលដែលទទួលការបង្រៀនអំពីគាត់ចប់ធ្វើឲ្យយើងអាចនឹងយល់បាននៅក្នុងចំណុចត្រាទាំង7នេះអរគុណច្រើនការរៀនសូត្រការមុនពេលរៀនខ្ញុំអត់សូវយល់តែនៅពេលនេះខ្ញុំអ្នកគ្រូបានបញ្យល់ពីការរៀននៅក្នុងព្រះគម្ពីរវិវរណៈខ្ញុំបានយល់ច្រើនបានដឹងពីអ្វីដែលអ្នកគ្រូបានបញ្យល់ដឹងថាស្នែងទាំង7ហ្នឹងគឺជាអ្វីនឹងជាស្ដេចឬជាអ្វីហ្នឹងដោយសារខ្ញុំបានអ្នកគ្រូបញ្យល់អញ្ចឹងទៅបានយល់នៅការរៀនសូត្រច្រើនក្នុងការរៀនហ្នឹងពីមុនខ្ញុំបានអាននៅក្នុងព្រះគម្ពីរវិវរណៈតែប៉ុន្តែយើងអត់យល់ថាយ៉ាងម៉េចទេប៉ុន្តែដល់ពេលយើងបានរៀនអ្នកគ្រូបានបញ្យល់នឹងការទាំងអស់ហ្នឹងទៅបានយល់ពីដំណាក់កាលថាតើដំណាក់កាលនេះកើតអ្វីដំណាក់កាលកើតអ្វីនៅក្នុងការរៀនសូត្រហ្នឹងឯងគឺការរៀនសូត្រដែលយល់អំពីការបញ្យល់ពីស្នែងទាំង7ហើយពីព្រះគម្ពីរវិវរណៈក្រោយរៀនហ្នឹងនិយាយទៅខ្ញុំយល់ច្រើននៅក្នុងការដែលគ្រូបញ្យល់ក្នុងព្រះគម្ពីរវិវរណៈហ្នឹងហើយនៅក្នុងទី3នៃការបញ្យល់អំពីស្នែងទាំង7ហើយបានយល់អំពីថាតើស្នែងទាំង7គឺជាអីកាលមុនអត់ដឹងទេថាស្នែងទាំង7ចង់និយាយអំពីនេះអំពីអីហ្នឹងទៅតែអត់ដឹងថាស្នែងទាំង7និយាយអំពីអំណាចនៃស្ដេចនៃដំណាក់កាលពីដំណាក់កាលមួយទៅដំណាក់កាលមួយនេះហើយតែដល់ពេលអ្នកគ្រូបញ្យល់នៅពេលហ្នឹងនិយាយទៅបានយល់ច្រើននៅក្នុងការរៀនសូត្រអរគុណដល់អ្នកគ្រូបាទមុនបានទេខ្ញុំបានអានព្រះគម្ពីរវិវរណៈចំនួន20ដងកំឡុងពេលក្នុងការអានហ្នឹងគឺមានការលំបាកច្រើនដោយសារតែយើងអត់យល់ពីព្រះបន្ទូលហ្នឹងហើយពេលអានទៅវាមានការតាក់ទើអំពីត្រែឬក៏អំពីពេលវេលាអីហ្នឹងគាត់ដឹងតែដល់អញ្ចឹងអានទៅវាអត់មានការយល់ដឹងច្រើនទេតែដល់ពេលគាត់ព្រៀនមកវាមានភាពងាយស្រួលហើយវាមានការតាក់ទងគ្នាជាមួយគម្ពីរតាំងពីដើមរហូតដល់ចប់អញ្ចឹងមុនអានខ្ញុំគិតថាវាជារឿងដែលមិនទាន់កើតឡើងឬក៏ជារឿងដល់ពេលដែលព្រះយេស៊ូវយើងមកតែតាមពិតវាខ្ញុំអានខ្ញុំគិតថាត្រាទាំង7គឺវាផ្សេងគ្នាតែដល់ពេលអ្នកគ្រូបរៀនគឺវាមានជាប់បតិបតងគ្នាអញ្ចឹងមានការដែលយល់ខុសពីដល់ពេលកំពុងអានដល់ពេលរៀនគឺទទួលបានមេរៀនមួយដែលប្លែកបើតេតទៅពីត្រែទាំង7មុនដំបូងខ្ញុំអត់សូវយល់ដឹងច្បាស់ដែរតែគិតថាវាជាពួកទេវតាដែលខ្លុំយើងអត់គិតថាវាគឺជារឿងដែលតេតទៅជាមួយនឹងពួកជំនុំទេគិតថាគឺជារឿងដែលកើតឡើងនៅខាងគ្រួកើតឡើងនៅពួកទេវតាដែលធ្វើតែដល់ពេលគាត់បរៀនគឺវាតេតទៅជាមួយនឹងពួកជំនុំយើងផ្ទាល់ដែលកំពុងទៅនៅដំណើរការបានអំណាចប៉ុនកិច្ចព្រះអង្គខ្ញុំគិតថាខ្ញុំនឹងយកព្រះគម្ពីរវិវរណៈចូលទៅបញ្ជ្រាបនៅក្នុងពួកជំនុំព្រានដែលគាត់បានដឹងអំពីពេលវេលាការខ្លុំត្រែដើម្បីពួកជំនុំយើងបានយល់កាន់តែច្បាស់ពីភាពដែលនឹងកើតឡើងនៅក្នុងពិភពលោករាល់ថ្ងៃដែលតេតងជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គដែលលោកប្រហាក់របស់ក្រោយពីបានរៀនព្រះគម្ពីរវិវរណៈមកខ្ញុំពិតជាជំនួយជួយឲ្យខ្ញុំបានយល់មែនទែនតេតងពីទំនាយដែលព្រះគម្ពីរវិវរណៈបាននិយាយបើសិនឲ្យខ្ញុំអានតែម្នាក់ឯងមិនយល់ទេប៉ុន្តែតាមរយៈសិក្ខាសាលារៀនជាមួយអ្នកគ្រូនេះធ្វើឲ្យខ្ញុំយល់អំពីទំនាយហើយនឹងហេតុការណ៍ដែលត្រូវនឹងសម្រេចនៅថ្ងៃខាងមុខជាពិសេសដូចជារឿងត្រាទី1រហូតដល់ត្រាទី7នឹងហើយនឹងព្រឹត្តិការណ៍នៅដែលត្រូវនឹងកាត់ឡើងមានន័យថាសាក្សីទាំង2ហើយនឹងសត្វសាហាវទាំង2ហ្នឹងបានយល់អំពីអ្នកមានអំណាចនៅលើសកលលោកឥឡូវនេះកំពុងតែដំណើរការសម្រេច
ទៅតាមទំនាយនៃព្រះគម្ពីរវិវរណៈបាននិយាយនិងបានទីទុកអញ្ចឹងច្រើនដែលខ្ញុំលំបាកយល់ប៉ុន្តែបានការបកស្រាយនិងបទរៀនរបស់អ្នកគ្រូធ្វើឲ្យខ្ញុំយល់បានច្រើនមែនទែនអំពីចម្ងល់ឆ្ងល់ដែលតាមរយៈដែលខ្ញុំអានម្នាក់ឯងនោះការងារដែលមិនយល់ខ្ញុំមិនយល់បានផងដែរបាទអរគុណច្រើន